ស្នេហាជារឿងសំខាន់ដែលមនុស្សគ្រប់រូបទល់តែរៀនស្នេហាជាអារម្មណ៍ដែលមនុស្សយឺនមានតាំងពីកើតមកវាភ្ជាប់នឹងបង្កើតសុភមង្គលនេះមានច្រើនទម្រង់និងច្រើនកម្រិតដូចជាស្នេហាគ្រួសារស្នេហាមិត្តភក្តិស្រឡាញ់ប្តីប្រពន្ធនិងស្រឡាញ់ខ្លួនឯងប៉ុន្តែសំខាន់បំផុតគឺសេចក្តីស្រឡាញ់ដែលយើងមានចំពោះអ្នកដទៃក្រៅពីខ្លួនយើងស្នេហាបង្កើតទំនាក់ទំនងដែលសម្បូរទៅដោយការយល់ដឹងការអាណិតអាសូរនិងទំនុកចិត្តស្នេហាភាគច្រើនចាប់ផ្ដើមដោយការចូលចិត្តការចាប់អារម្មណ៍និងអាពាហ៍ពិពាហ៍ប៉ុន្តែបានរកឃើញថាការស្រឡាញ់មិនមែនជាការងាយស្រួលព្រមមានយុត្តិធម៌គំនិតនិងដំណោះស្រាយចំពោះបញ្ហាដែលកើតឡើងស្នេហាអាចជាដំណោះស្រាយនឹងគ្រោះមហន្តរាយនៅក្នុងសមាជិកគ្រួសារវាអាចជំរុញឲ្យមានការរីកចម្រើននិងការបំផុសគំនិតក្នុងជីវិតរបស់យើងប៉ុន្តែក្នុងករណីខ្លះសេចក្តីស្រឡាញ់ក៏អាចបណ្ដាលឲ្យមានការឈឺចាប់ការខូចខាតនិងកំហុសផងដែរលើពីនេះទៀតសោតស្នេហាខ្លះបានធ្វើឲ្យម្ខាងរួមនៅរងទុក្ខវេទនាដោយថ្លាក់និរពិតរហូតបង្ខំចិត្តចែកផ្លូវដើររៀងៗខ្លួនក៏មានប៉ុន្តែយ៉ាងណាក៏ដោយនៅពេលដែលអ្នកអាចមើលរឿងនេះដោយអារម្មណ៍ល្អស្នេហាបានក្លាយជាថាមពលដ៏អស្ចារ្យហើយអ្នកនឹងត្រៀមខ្លួនជាស្រេចដើម្បីផ្ដល់និងទទួលសេចក្តីស្រឡាញ់ពីអ្នកដទៃយ៉ាងពិតប្រាកដសេចក្តីស្រឡាញ់គឺជាអ្វីដែលអ្នកត្រូវទទួលស្គាល់និងរៀនស្នេហាមិនមានចម្លើយច្បាស់លាស់ទេប៉ុន្តែវាជាបទពិសោធន៍មួយដែលអ្នកមិនគួរបោះបង់ចោលទីបំផុតសេចក្តីស្រឡាញ់ជាអ្វីដែលយើងគួររៀនសូត្រវាផ្ដល់អត្ថន័យដល់ទំនាក់ទំនងដែលយើងកសាងនិងពង្រីកនៅក្នុងជីវិតរបស់យើងស្នេហាបែបណាក៏ដោយវានឹងរីកចម្រើនបន្តិចម្ដងនិងផ្លាស់ប្ដូរទៅតាមពេលវេលាប៉ុន្តែស្នេហានៅតែជារឿងសំខាន់ដែលយើងទាំងអស់គ្នាត្រូវរៀននិងជោគជ័យក្នុងជីវិតរបស់យើងនិងមិត្តភក្តិទាំងអស់ដែលយើងបង្កើតនៅពេលដែលយើងចង់ឲ្យស្នេហាកើតឡើងអំណាចនៃស្នេហ៍ពិតនឹងធ្វើឲ្យអ្នកជួបរឿងល្អៗចូលមកក្នុងជីវិតហេតុអ្វីបានជាស្នេហាធ្វើឲ្យយើងចង់ក្លាយជាមនុស្សល្អតើអំណាចនៃស្នេហាពិតជាអាចកែប្រែមនុស្សបានមនុស្សជាច្រើនដែលមិនធ្លាប់មានស្នេហាពិតប្រាកដប្រហែលជាមិនយល់ពីវាទេដែលជាអំណាចនៃសេចក្តីស្រឡាញ់ជារឿយៗគេនិយាយទាំងវិជ្ជមាននិងអវិជ្ជមានអំណាចនៃសេចក្តីស្រឡាញ់អវិជ្ជមានដោយពាក្យចាស់តែងពោលថាសេចក្តីស្រឡាញ់គឺធ្វើឲ្យខ្វាក់ភ្នែកពួកគេមិនឃើញអ្វីដែលគួរមើលឃើញឡើយប៉ុន្តែងប់ងល់ស្រឡាញ់នឹងធ្វើឲ្យយើងខកចិត្តហើយជ្រើសរើសបដិសេធការពិតចំណែកអំណាចនៃសេចក្តីស្រឡាញ់នៅក្នុងវិធីវិជ្ជមានមានន័យថាស្នេហាធ្វើឲ្យខ្ញុំចង់ក្លាយជាមនុស្សល្អមួយរូបទោះបីជាដៃគូមិនសុំឲ្យអ្នកផ្លាស់ប្ដូរខ្លួនឯងក៏ដោយនោះហើយជាមូលហេតុដែលស្នេហាធ្វើឲ្យមនុស្សចង់ក្រោកឡើងហើយវាក៏អាចជះឥទ្ធិពលដល់បេះដូងដែលធ្វើឲ្យមនុស្សចង់កែប្រែខ្លួនឯងខ្លាំងដែរស្នេហាបង្រៀនអ្នកនៅអ្វីមួយនៅក្នុងទំនាក់ទំនងស្នេហានឹងអនុញ្ញាតឲ្យអ្នករៀនអ្វីដែលថ្មីពេញចិត្តចំពោះអ្វីដែលអ្នកមិនធ្លាប់គិតថាអ្នកអាចរីករាយដឹងពីរបៀបដោះស្រាយជាមួយខ្លួនឯងថាតើវាជាការឆ្លើយតបរបស់អ្នកចំពោះស្ថានភាពជាក់លាក់ឬអ្វីដែលអ្នកអាចកែលម្អបានមួយទៀតគឺបង្ហាញពីទស្សនវិជ្ជាល្អនៃបុគ្គលិកភាពខ្លួនឯងដែលអ្នកប្រហែលជាមិនធ្លាប់បានដឹងស្នេហាផ្ដល់អរិយទស្សនៈថ្មីមនុស្សធំឡើងជាមួយនឹងទស្សនៈគំនិតនិងជំនឿលើពិភពលោកដែលតែងតែប្រកាន់យកតាមរបៀបនោះរហូតដល់ទស្សនៈមួយទៀតលេចចេញមកវាជារឿងពិតថាមនុស្សជាទូទៅនឹងបញ្ចប់ទំនាក់ទំនងជាមួយនឹងមនុស្សដែលមានទស្សនៈពិភពលោកស្រដៀងគ្នាប៉ុន្តែអ្នកមិនដូចគ្នាទាំងអស់នោះទេមានជំនឿជាច្រើនដែលមនុស្សជាទីស្រឡាញ់មើលឃើញខុសពីអ្នកនិងអ្នកមិនចាំបាច់យល់ព្រមជាមួយមនុស្សជាទីស្រឡាញ់ជានិច្ចនោះឡើយប៉ុន្តែគួរតែមើលឃើញថាមានភាពខុសគ្នាវាជួយពង្រីកការយល់ដឹងនិងមើលឃើញទស្សនៈថ្មីលើជីវិតស្នេហាធ្វើឲ្យកាន់តែភ្លឺយើងធ្លាប់មានជីវិតធ្ងន់ពេកឬតានតឹងពេករហូតធ្វើឲ្យឈឺចាប់ប៉ុន្តែប្រសិនបើមានស្នេហាល្អអ្នកនឹងឃើញថាមានរឿងគួរឲ្យចាប់អារម្មណ៍ជាច្រើននៅក្នុងជីវិតចូលមកគ្រាន់តែឃើញមុខមនុស្សដែលយើងស្រឡាញ់យើងនឹងមានអារម្មណ៍ថាអ្វីកាន់តែងាយស្រួលដោះស្រាយភាពតានតឹងក៏តិចនឹងកាន់តែរីករាយជាងមុនវាមិនគ្រាន់តែកែលម្អអាកប្បកិរិយាប៉ុណ្ណោះទេប៉ុន្តែក៏ដើម្បីបង្កើនបុគ្គលិកភាពផងដែរស្នេហាធ្វើឲ្យមានអារម្មណ៍ស្នេហ៍ពិតនឹងជួយយឹតយងគ្នា
នឹងតែងមិនចង់ឲ្យរឿងអាក្រក់មករំខានដល់ការគិតពីសុភមង្គលចំពោះមនុស្សជាទីស្រឡាញ់ស្នេហ៍ពិតមិនឲ្យអ្នកខឹងនឹងជាស្ដីពីរឿងអាក្រក់ដល់ដៃគូព្រោះអ្នកក៏មិនចង់ឲ្យគាត់មានអារម្មណ៍អាក្រក់ឬមានអារម្មណ៍ព្រួយបារម្ភពីអ្នករយអ្នកនឹងស្ងប់ស្ងាត់អត់ធ្មត់នៅក្នុងការបង្ហាញខ្លួនឯងស្នេហាជាកម្លាំងជំរុញស្នេហាល្អជំរុញឲ្យអ្នកក្លាយជាមនុស្សល្អដោយមិនមានអារម្មណ៍សម្ពាធវានឹងនាំអ្នកទៅរកតែរឿងល្អជានិច្ចជារឿងពិតថានៅពេលដែលមានអ្វីៗជុំវិញខ្លួនល្អនោះចិត្តខាងក្នុងនឹងជំរុញឲ្យមានអារម្មណ៍ល្អក្លាយជាមនុស្សល្អដើម្បីសមនឹងទទួលបានល្អៗដែលអ្នកបានជួបប្រទះនិងតបស្នងដល់អ្នកដែលអ្នកស្រឡាញ់ដែលអាចនាំអ្នកឆ្លងកាត់រឿងអាក្រក់ទាំងអស់នោះស្នេហាធ្វើឲ្យមានអារម្មណ៍ថាបានបំពេញអ្នកមានស្នេហាល្អនោះមិនមានអារម្មណ៍ថាបាត់អ្វីឡើយព្រោះតែគូស្នេហានឹងធ្វើឲ្យយើងមានអារម្មណ៍ថាគ្រប់យ៉ាងដែលយើងចង់បានមានជានិច្ចគាត់នឹងជាកន្លះផ្ទៃទៀតដែលជួយបំពេញអ្វីៗដែលយើងមិនធ្លាប់មានបំពេញគំនិតឲ្យអ្នកស្វែងរកការពេញចិត្តដោយខ្លួនឯងនេះហើយគឺអ្វីដែលអ្នកអាចដឹងថាអ្នកអាចក្លាយជាមនុស្សល្អជាងមុនស្នេហាជួយឲ្យសម្រេចគោលដៅមានគូស្នេហាល្អគឺជាសំណាងមិនថាគោលដៅរបស់អ្នកនៅក្នុងជីវិតបែបណាក៏ដោយមនុស្សដែលអ្នកស្រឡាញ់នឹងមិនដែលចោទសួរពីគោលដៅរបស់អ្នកឡើយព្រោះតែពួកគេយល់ថាគោលដៅទាំងនោះមានសារៈសំខាន់សម្រាប់អ្នកទោះបីជាអ្នកមិនដែលពន្យល់ក៏ដោយពួកគេមិនព្យាយាមបញ្ឈប់អ្នកដើម្បីហេតុផលអត្តនិយមឡើយពួកគេមើលឃើញសុភមង្គលផ្ទាល់ខ្លួនរបស់អ្នកដោយសារសំខាន់ដូចគ្នាប្រសិនបើអ្នកសប្បាយចិត្តគូស្នេហាក៏សប្បាយចិត្តផងដែរស្នេហាផ្ដល់នូវបញ្ហាប្រឈមដើម្បីផ្លាស់ប្ដូរជីវិតប្រសិនបើកាលពីអតីតកាលអ្នករស់នៅក្នុងហានិភ័យការមានស្នេហាអាចធ្វើឲ្យយន្តប្រែក្លាយទៅជាមនុស្សដែលចេះដឹងព្រោះតែអ្នកចង់សប្បាយចិត្តជាមួយនឹងមនុស្សដែលអ្នកស្រឡាញ់ឲ្យបានយូរអ្នកមិនចង់នឹងពេលវេលាជាច្រើនឆ្នាំដែលត្រូវចំណាយជាមួយគាត់និងមិនចង់ឲ្យពួកគេមានហានិភ័យជាមួយអ្នកឡើយអ្នកអាចឈប់ផឹកឈប់ជីវ៉ារីចាប់ផ្ដើមធ្វើលំហាត់ប្រាណចាប់ផ្ដើមញ៉ាំបន្លែនឹងត្រីថែរក្សាខ្លួនឯងឲ្យបានល្អចំណាយពេលវេលាជាមួយគូស្នេហាឲ្យបានច្រើនតាមដែលអាចទៅបានស្នេហាល្អនឹងលើកទឹកចិត្តឲ្យក្លាយជាមនុស្សល្អមនុស្សដែលស្រឡាញ់ពិតប្រាកដមិនអនុញ្ញាតឲ្យយើងបណ្ដោយខ្លួននៅរឿងអាក្រក់ឡើយគូស្នេហ៍ពិតនឹងយកចិត្តទុកដាក់ជាមួយយើងគ្រប់ពេលវេលានិងតែងប្រាប់ការពិតឲ្យយើងរៀនកែលម្អជាខ្លួនគ្រប់រឿងទាំងអស់គូស្នេហ៍ពិតតែងលើកទឹកចិត្តឲ្យយើងក្លាយជាមនុស្សល្អនិងក៏មិនមែនសម្រាប់ពួកគេដែរប៉ុន្តែសម្រាប់ខ្លួនយើងនេះហើយ